ការដែលមនុស្សយើងមានសុខភាពល្អវាគឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតបន្ទាប់ពីលុយមនុស្សយើងតែកាលណាយើងជួបវិបត្តិសុខភាពវាផ្ដើមចេញពីសម័យជីវិតរបស់មនុស្សយើងនឹងអនុវត្តខ្លួនឯងបើយើងស្រឡាញ់សុខភាពបើយើងស្រឡាញ់អាយុជីវិតរបស់យើងគឺយើងត្រូវយកចិត្តទុកដាក់ខ្លួនឯងព្រោះតែកាលណាបងប្អូនជួបនៅវិបត្តិសុខភាពរឿងរ៉ាវជាច្រើនដែលបងប្អូនត្រូវមានគឺត្រូវបាត់បង់ទាំងអស់រឿងរ៉ាវដែលបងប្អូនត្រូវឈឺចាប់ជាងគេគឺយើងជាសម័យជីវិតខ្លួនឯងជាអ្នកដែលពិបាកនៅក្នុងការរស់នៅមែនតើអ្នកដតីបានត្រឹមតែសួរសុខទុក្ខបងប្អូនតែមនុស្សដែលពិបាកជាងគេគឺបងប្អូនខ្លួនឯងនឹងឯងពិបាកញ៉ាំពិបាកគេងពិបាកដើរពិបាកសពគ្រប់បែបយ៉ាងរឿងងាយៗខ្លីៗមនុស្សយើងតែងតែមើលរំលងទៅនឹងជីវិតមួយនឹងរឿងដែលបងប្អូនធ្វើដែលងាយៗបំផុតរឿងទី1គឺការដែលបងប្អូននឹងញ៉ាំទឹកចូលទៅក្នុងរាងកាយការញ៉ាំទឹកវាគឺជារឿងងាយស្រួលបំផុតនៅក្នុងការដែលបងប្អូននឹងអនុវត្តវាស្រួលជាងបងប្អូននឹងទៅធ្វើការលីសែងទៅធ្វើសំណងទៀតវាងាយស្រួលជាងបងប្អូនទៅរកស៊ីឬក៏ធ្វើការអីទៀតបងប្អូនញ៉ាំទឹកវាងាយជាងបងប្អូននឹងទៅដេកនៅលើក្រែពេទ្យការដែលបងប្អូនញ៉ាំទឹកគ្រប់គ្រាន់វាងាយស្រួលជាងបងប្អូននឹងបាត់ជើងនៅចង្កេះឬក៏មានបញ្ហាស្អិតពោះវៀននៅថ្ងៃក្រោយការដែលបងប្អូនញ៉ាំទឹកគ្រប់គ្រាន់វាល្អជាងបងប្អូនមានបញ្ហាលាងឈាមមានបញ្ហាទៅខូចតម្រងនោមនៅថ្ងៃក្រោយការញ៉ាំទឹកវាងាយស្រួលជាងបងប្អូនទៅកោះខ្យល់ញឹកញាប់ជាប្រចាំដែលធ្វើឲ្យបងប្អូនមានបញ្ហាឈឺក្បាលឈឺប្រកាំងដោយសារខ្វះជាតិទឹកការដែលបងប្អូនញ៉ាំទឹកគ្រប់គ្រាន់វាធ្វើឲ្យបងប្អូនគេងលក់ស្រួលវាគ្រាន់បើជាងបងប្អូននឹងមានបញ្ហាសុខភាពធ្ងន់ធ្ងរនៅថ្ងៃខាងមុខឃើញងាយឲ្យបងប្អូនអរគ្នាអញ្ចឹងការញ៉ាំទឹកគឺវាជារឿងងាយបំផុតជាងអ្វីៗទាំងអស់នៅក្នុងโลกដែលបងប្អូនធ្វើសម្រាប់អាយុជីវិតខ្លួនឯងការរឿងទី2គឺការដែលបងប្អូនគេងគ្រប់គ្រាន់ការដែលបងប្អូនយកខ្លួនឯងធ្វើមកជាទម្លាប់នៅក្នុងការគេងគ្រប់គ្រាន់ហ្នឹងរឿងទី1វាងាយជាងបងប្អូនមានបញ្ហាខួរក្បាលនៅថ្ងៃក្រោយការដែលបងប្អូនគេងគ្រប់គ្រាន់វាងាយជាងបងប្អូនមានបញ្ហាខួរក្បាលស្ពឹកសពុនការដែលបងប្អូនគេងគ្រប់គ្រាន់វាល្អជាងកោសិកាបងប្អូនថ្ងៃក្រោយចាស់ជាងវ័យថ្ងៃក្រោយកោសិកាបងប្អូននឹងសឹករិចរិលក៏មានបញ្ហាសុខភាពតទៅនឹងការគេងអត់គ្រប់ការដែលបងប្អូនធ្វើមកយកខ្លួនឯងគេងគ្រប់គ្រាន់នឹងវាធ្វើឲ្យសុខភាពរាងកាយយើងល្អវាងាយជាងបងប្អូននឹងចំណាយពេលទៅលើលុយដែលបងប្អូនមាននឹងទៅចំណាយទៅលើសុខភាពនៅថ្ងៃក្រោយឃើញរឿងងាយៗអត់បងប្អូនអរគ្នាគ្រាន់តែការញ៉ាំទឹកគ្រាន់តែការគេងហ្នឹងប្រហែលជាបងប្អូនទទួលបាននូវសុខភាពល្អហ្នឹងប្រហែលជា60ទៅ70%ហើយរឿងដែលសំខាន់ទី3តទៅនឹងរបបអាហារការដែលបងប្អូនញ៉ាំអាហារពពុះបន្លែផ្លែឈើត្រីសាច់ចូលហ្នឹងវាល្អជាងបងប្អូននឹងមានបញ្ហានៅក្រោយទឹកនោមផ្អែមលើសឈាមអាហារិកអាស៊ីតសឡាក់ការដែលបងប្អូនញ៉ាំរបស់ល្អៗចូលទៅក្នុងរាងកាយវាល្អជាងបងប្អូនមានបញ្ហាញ៉ាំថ្នាំពេទ្យមួយជីវិតនៅថ្ងៃក្រោយការដែលបងប្អូនឧស្សាហ៍ទទួលទាននៅបន្លែចូលទៅក្នុងរាងកាយវាល្អជាងបងប្អូននឹងមានបញ្ហាលើសជាតិអាស៊ីតគិតជាងដែលបងប្អូននឹងញ៉ាំសាច់ជាប្រចាំញឹកញាប់ការដែលបងប្អូនញ៉ាំអាហារដែលល្អៗហ្នឹងគឺវាសល់លុយសល់ទ្រព្យដែលបងប្អូននឹងមានបច្ចុប្បន្នហ្នឹងឬក៏ទៅថ្ងៃអនាគតចាការចែករំលែកវីដេអូថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយចែករំលែកបន្តផងបងប្អូនណាអរគុណច្រើន